អូននៅពេលដែលអូនមុននឹងឡើងបើកបរម៉ូតូអញ្ចឹងតើអូនអាចយល់ពីសុវត្ថិភាពក្នុងការបើកបរ10ប្រការទេអញ្ចឹងទាំងដល់មុនយើងឡើងម៉ូតូផ្លាស់សញ្ញាទាំង10ប្រការនេះគឺទី1យើងត្រូវត្រួតពិនិត្យមើលភ្លើងមុខភ្លើងក្រោយហើយនឹងទម្លាតកង់ខ្យល់និងប្រាំមុខប្រាំក្រោយអញ្ចឹងមុនយើងបើកបរទី2យើងត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវហើយនឹងមើលកញ្ចក់មើលក្រោយបានត្រឹមត្រូវហើយទី3នេះគឺក្នុងប្រធានភាពក្នុងការបាជែងគឺយើងត្រូវទៅធ្វើនឹងគ្រោះថ្នាក់ណាបាជែងនៅកន្លែងផ្លូវកោឬក៏មួយទៀតទី4គឺមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងហើយទី5នៅពេលបើកបរយើងត្រូវភ្ជាប់មិនត្រូវនិយាយទូរស័ព្ទទៅដៃខាងបើកខាងនេះណាហើយមួយទៀតទី6គឺមិនត្រូវបើកបរហូលល្បឿនកំណត់តែច្បាប់ពលបានកំណត់ហើយទី7គឺមិនត្រូវទុកសម្ភារៈដែលលើចំណុះឬក៏មនុស្សច្រើនហើយទី8គឺត្រូវគ្រប់និតផ្លាកសញ្ញាហើយទី9គឺរក្សាកម្រិតជាធម៌និងការជាស្រ័យនៅក្នុងពេលបើកបរដូចជាយើងកុមារដើរឆ្លងកាត់ផ្លូវអញ្ចឹងយើងត្រូវទៅពេលគាត់ដើរឆ្លងផ្លូវសិនអញ្ចឹងទី10គឺការបើកផ្លូវពេលថ្ងៃក្នុងចំណុចទី10តើអូនយល់មិនខាននៅពេលដែលបើកភ្លើងពេលថ្ងៃអញ្ចឹងនៅពេលដែលយើងបើកភ្លើងពេលថ្ងៃតើយើងខុសច្បាប់ឬក៏ត្រូវច្បាប់អញ្ចឹងចំណុចទី10នេះគឺការបើកភ្លើងគឺបង្កើនសុវត្ថិភាពជាងមុនអញ្ចឹងមិនមែនខុសច្បាប់ទេណាការបើកភ្លើងនៅពេលដែលប្រភេទម៉ូតូ2026ចេញមកដូចជា Scoopy នេះគឺបើកភ្លើងពេលយើងកាច់សោមកគឺបើកភ្លើងអូតូនៅពេលថ្ងៃអញ្ចឹងនៅពេលដែលបើកភ្លើងគឺវាបង្កើនទៅឲ្យអ្នកដែលបើកបររទេបច្រាស់ទៅយើងនឹងដើម្បីដាស់សតិអារម្មណ៍គាត់ឲ្យគាត់អូម៉ូតូគេបើកភ្លើងអញ្ចឹងវាអារម្មណ៍គាត់មួយភាំងអញ្ចឹងធ្វើគាត់នឹងចាប់អារម្មណ៍ទៅលើម៉ូតូដែលអ្នកបើកភ្លើងហ្នឹងគឺគាត់ប្រុងប្រយ័ត្នធ្វើឲ្យមានគ្រោះថ្នាក់ដល់គាត់ឬក៏អ្នកដទៃណាបើកភ្លើងមានសារៈសំខាន់ជាងអញ្ចឹងបើការបើកភ្លើងពេលថ្ងៃហ្នឹងគឺអត់មានខុសច្បាប់ទេអញ្ចឹងបន្ទាប់ពីអូនបើកបរម៉ូតូនៅក្រៅនិងមកបើកបរម៉ូតូនៅ RT នៅក្នុងហាងរបស់បងនេះតើអូនមានអារម្មណ៍យ៉ាងម៉េចខ្លះឬក៏ដូចគ្នាឬក៏ខុសគ្នាបើក្នុងនេះមានផ្លូវសញ្ញោផ្លូវស្តុបចាផ្លូវចរាចរណ៍ផ្លូវចរាចរណ៍ហើយនិងគំនូសសញ្ញាចាអញ្ចឹងយល់បានច្រើនបាទអញ្ចឹងជាចុងក្រោយដូចជាអូនមកដូរប្រេងលើក្រោយបើចង់ថាចង់ជិះសាកបោកសាថ្មីឬក៏ចង់ដឹងសាថ្មីពីផ្លូវលំអិតកន្លងផ្លូវផ្សេងទៀតគឺមានច្រើនអញ្ចឹងផ្លូវផ្សេងគឺមានអ្នកបើកបរច្រើនឬក៏គំនូសសញ្ញាក៏ច្រើនដែរអញ្ចឹងយើងកាន់តែចេះកាន់តែបើកបរនៅតាមផ្លូវជាតិយើងគឺកាន់តែល្អណាអញ្ចឹងណាអរគុណច្រើនបងទាំងអស់គ្នាឬក៏បងប្អូនសិស្សានុសិស្សទាំងអស់គ្នាបើសិនជាចង់បើកបរម៉ាស៊ីន RT នៅក្នុងហាង Honda ពេញវងពងប្តីទេកុំភ្លេចនៅពេលដែលមកដូរប្រេងឬក៏មកត្រួតពិនិត្យម៉ូតូតាមការកំណត់សូមពុកម៉ែបងប្អូនមករៀនបើកម៉ាស៊ីន RT នៅក្នុងហាង Honda ពេញវងពងប្តីដើម្បីយល់ដឹងពីច្បាប់ចរាចរណ៍ឬក៏ផ្លូវសញ្ញាឬក៏សញ្ញាគំនូសទៅលើដងផ្លូវដើម្បីឲ្យកាត់បន្ថយចរាចរណ៍នៅតាមដងផ្លូវទាំងអស់គ្នា